សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាឲ្យចេះផុស Facebook នៅលើឆ្លងកាត់website របស់ខ្ញុំ isen.com ទៅកាន់ account ជាច្រើននិង page ជាច្រើនចឹងទីដំបូងចូលកាន់ website នឹងមកហើយទៅកាន់ Facebook យើង log ចូលទៅកាន់ account Facebook របស់យើងបន្ទាប់ពីអ្នកទាំងអស់គ្នា log ហើយអ្នកទាំងអស់គ្នាចូលទៅកាន់ Facebook ចូលពាក្យថា wall ហើយចូលពាក្យថា create wall ចឹងឈ្មោះដែលយើងផុសនឹងឧទាហរណ៍ថាយើងឈ្មោះថា earn money every day with Facebook caption យើងនិយាយថា the easy way to earn money ចឹងករណី link ដែលយើងចង់ដាក់អញ្ចឹងខ្ញុំចង់ដាក់អីក៏បានដែរ link ហ្នឹង link ទៅកាន់ឲ្យ send ខ្ញុំមួយចុះអញ្ចឹង body យើងdear all friend I would like to inform you that now we have a very good tool that allow you to earn money every day with Facebook account ចឹងយើងចង់ save មកក៏បានដែរនឹងយើងត្រូវយក picture មួយមកដាក់ចឹងករណីខ្ញុំតើមាន picture ខ្ញុំចុចចូលលេងមក file ខ្ញុំ create folder ថ្មីមួយឈ្មោះអីក៏បានដែរឈ្មោះថា earn money earning ចឹងខ្ញុំ save exit ទៅមក earn money ខ្ញុំ upload file មួយមកចឹងខ្ញុំយក file មួយមកដាក់ដាក់រូបនេះចុះទៅពី upload បន្ទាប់ពីអ្នក upload ចូលហើយអ្នកនរគ្នាព្យាយាមយករូបភាពមួយទៀតចឹងមុនដំបូងហ្នឹងវាអត់មានទេបន្ទាប់ពី upload ចឹងយើងមានណាយើងក៏យករូបភាពហ្នឹងមកអានេះរូបភាពដូចយើងផុសធម្មតាអញ្ចឹង account ឧទាហរណ៍ឥឡូវខ្ញុំមាន account 3ចឹងខ្ញុំចង់ផុសម្ដងទាំង3អញ្ចឹងកាន់នេះខ្ញុំមាន3កាន់នេះបងមាន10អញ្ចឹងបងស្លេចយកទាំង10ទៅមានថាផុសមួយសារបានទាំង10អញ្ចឹងឧទាហរណ៍មាន page ខ្ញុំមាន page 2ខ្ញុំคลิกយកវាហើយ group ខ្ញុំមាន group បានខ្ញុំ group 3កាន់នេះខ្ញុំមានតិចកាន់នេះបងមានច្រើនបងស្លេចយកទាំងអស់ទៅអញ្ចឹង schedule send យើងចង់ send ជាលក្ខណៈ one time daily weekly monthly ក៏ yearly អញ្ចឹងខ្ញុំ send បើសិនឥឡូវកាន់នេះខ្ញុំចង់ send ដល់one time ទេអញ្ចឹង is photo អញ្ចឹង auto send តែឥឡូវចុច now ពីក៏ schedule យើងចង់ដាក់ថ្ងៃទីប្រហែលម៉ោងប៉ុន្មានឲ្យវា send ក៏បានដែរតែមកចុច save បន្ទាប់ពីអ្នកនរគ្នាចុច save ហើយអ្នកនរគ្នាចុចពាក្យថា send process ដើម្បីឲ្យវា send អញ្ចឹងឥឡូវវាកំពុងតែ send ខ្ញុំសាក log ចូល Facebook របស់ខ្ញុំបន្ទាប់ពីអ្នកនរគ្នាផុសហើយអ្នកនរគ្នាឆែកនៅក្នុង wall របស់អ្នកនរគ្នាអ្នកនរគ្នាឃើញវានឹង send ទៅកាន់វានឹងផុសនៅលើ Facebook អ្នកនរគ្នា automatic អញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់